ឥឡូវនេះនាងខ្ញុំបុប្ផាបានមកដល់ទីតាំង clinic ថ្មីឡើងសនីដែលជាអតិថិជនប្រើប្រាស់ប្រព័ន្ធ system ពេទ្យយើងផ្ទាល់តែម្ដងថាការប្រើប្រាស់ប្រព័ន្ធ system ពេទ្យយើងមានអត្ថប្រយោជន៍និងផ្ដល់ភាពងាយស្រួលអ្វីខ្លះដល់លោកគ្រូអ្នកគ្រូដែលប្រើប្រាស់ប្រព័ន្ធ system ពេទ្យយើងហើយចង់ដឹងទេថាមុននឹងប្រើប្រាស់ប្រព័ន្ធ system ពេទ្យយើងហើយនឹងក្រោយប្រើប្រាស់ប្រព័ន្ធ system ពេទ្យយើងអាចជួយសម្រួលដល់លោកគ្រូអ្នកគ្រូអ្វីខ្លះចង់ដឹងកាន់តែច្បាស់នោះមកស្ដាប់តនបណ្ឌិតបកស្រាយទៅលើការប្រើប្រាស់ប្រព័ន្ធ system ពេទ្យយើងនេះទាំងអស់គ្នាអូខេមុននឹងចាប់ផ្ដើមប្រើកម្មវិធីគឺខ្ញុំពេញឯកសាររបស់អ្នកជំងឺគឺដោយប្រើกระดาษអញ្ចឹងផលវិបាកនៃប្រើกระดาษគឺអាចបាត់ហើយនឹងពិបាកហៅព័ត៌មាននៅពេលដែលអ្នកជំងឺចូលមកដល់គឺយើងត្រូវតាស្វែងរកអ្នកឯកសាររបស់អ្នកជំងឺអញ្ចឹងខ្ញុំក៏គិតថាខ្ញុំចង់ប្រើបែប digital ដែលប្រើកម្មវិធីពេទ្យយើងហ្នឹងគឺងាយស្រួលទី1គឺស្រួលរកទិន្នន័យឯកសាររបស់អ្នកជំងឺទី2គឺស្រួលនៅពេលដែលយើងចង់មាន appointment ជាមួយនឹងអ្នកជំងឺហើយទី3គឺនៅពេលដែលយើងរកឃើញអ្នកជំងឺហើយយើងអាចឆែកមើលទិន្នន័យដែលគាត់បានធ្លាប់ព្យាបាលនៅ clinic យើងអញ្ចឹងវាងាយស្រួលនៅក្នុងការគ្រប់គ្រងដែរចា៎អញ្ចឹងនៅពេលដែលប្រើកម្មវិធីពេទ្យយើងដើម្បីគ្រប់គ្រងឯកសាររបស់អ្នកជំងឺនោះខ្ញុំគិតថាងាយស្រួលនៅពេលដែលយើងឆែកឈ្មោះអ្នកជំងឺហើយគឺយើងអាចរកព័ត៌មានដែលគាត់ធ្លាប់ព្យាបាលនៅ clinic យើងខ្ញុំអញ្ចឹងទៅនៅពេលដែលខ្ញុំឆែកទៅអាចដឹងថាចំនួនដែលគាត់ធ្លាប់ធ្វើពេលណាដែលគាត់ធ្លាប់ធ្វើហើយគាត់ខានមករយៈពេលប្រហែលហើយអញ្ចឹងយើងងាយស្រួលក្នុងការ track ប្រវត្តិរបស់អ្នកជំងឺដូចគ្នាអញ្ចឹងនៅពេលដែលយើងដឹងឬក៏យើងត្រូវការ make next appointment ចំពោះអ្នកជំងឺគឺយើងអាចដាក់នៅក្នុង appointment calendar របស់យើងបានអញ្ចឹងយើងអាចឲ្យ front desk របស់យើងតាក់ទងទៅអ្នកជំងឺដើម្បី recall គាត់មកវិញ